សមត្ថកិច្ចជំនាញព្រមត្តនខកខ្លួនជនសង្ស័យចំនួន4នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃប្រជាពលរដ្ឋដើរលេងកម្សាន្តនៅកោះសង្ក្រាន្តទួលទំពុងដែលអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី15ខែមេសាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីប៊ុនសត្យាស្នងការរងផែនការនគរបាលព្រំប្រទានលោកឧត្តមសេនីយ៍តូលីប៊ុនអេងស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលនិងលោកវរៈសេនីយ៍ឯកមុំសាវុននាយការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលបានដឹកនាំកម្លាំងជំនាញសហការជាមួយនឹងកម្លាំងផ្នែកព្រំប្រទានខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ពាក់ព័ន្ធនឹងបទល្មើសអំពើលួចទូរស័ព្ទដៃនៅក្នុងកម្មវិធីនគរសង្ក្រាន្តទួលទំពុងផ្លូវ155សង្កាត់ទួលទំពុង1ខណ្ឌចំការមនរាជធានីភ្នំពេញវត្ថុតាំងចាប់បានរួមមាន 1. កាបូបស្ពាយពីក្រោយចំនួន1ពណ៌ខ្មៅ 2. ទូរស័ព្ទដៃចម្រុះមានប្រមាណ17គ្រឿង 3. ក្រដាសអាលុយមីញ៉ូមមួយចំនួនបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា